នេះគឺជាកំពូលមេតបខ្មែរដ៏អង្អាចក្លាហានទាំង12រូបដែលល្បីល្បាញនឹងមានស្នាដៃការពារទឹកដីក្នុងសម័យអង្គរហើយត្រូវបានគេសាងសង់ជារូបសំណាកនៅក្នុងបរិវេណសួនច្បារព្រះរាជាដំណាក់ក្រុងសៀមរាបដែលបងប្អូនមួយចំនួនតែងតែមើលរំលងទីនេះហើយមុននឹងបន្តវីដេអូសូមបងប្អូនជួយចុច follow ផងព្រោះអ្នកតាមដាន page របស់ខ្ញុំជាង 90% អត់បានចុច follow ព្រោះភ្លេចពេលមើលវីដេអូចប់អញ្ចឹងកុំឲ្យខាតពេលវេលាបងប្អូនយើងចូលទៅកាន់វីដេអូទាំងអស់គ្នាទី1គឺព្រះកំស្ដេចអាញស្រីលក្ស្មីបតីវរមៈជាមេតបដ៏អង្អាចមួយរូបក្នុងរាជព្រះបាទសូរ្យវរ្ម័នទី1គ្រិស្តសករាជ1006ដល់គ្រិស្តសករាជ1050ទ្រង់ក៏ជាអ្នកជាប់ផ្សាយរាជវង្សខ្មែរនៅទីក្រុងវ្យាធិបុរៈបាភ្នំខេត្តព្រៃវែងផងដែរហើយបានទទួលភារកិច្ចពីរាជការក្រុងយសោធរៈក្រុងអង្គរឲ្យទៅគ្រប់គ្រងទីក្រុងទ្វារអវតីរបស់ពួករាពណ៍មន់ឬក៏ជនជាតិមន់ទី2គឺមហាសេនាបតីសង្គ្រាមជាមេតបមានស្នាដៃដ៏ឆ្នើមមួយរូបក្នុងរាជព្រះបាទឧទយាទិត្យវរ្ម័នទី2គ្រិស្តសករាជ1050ដល់1066ដែលទទួលគោរពងារជាមហាសេនាបតីពីព្រះរាជាហើយមានវង្សត្រកូលបម្រើរាជការនិងជាមេតបតាំងពីរាជព្រះបាទជ័យវរ្ម័នទី2គ្រិស្តសករាជ802ដល់834មកម្លេះហើយពាក្យមហាសេនាបតីនេះគឺជាឋានន្តរនាមដ៏ខ្ពស់បំផុតនៃមន្ត្រីទ័ពនាសម័យអង្គរហើយនៅក្នុងរាជរបស់ព្រះបាទឧទយាទិត្យវរ្ម័នទី2គឺមានសង្គ្រាមបះបោររហូតដល់3លើកក៏ប៉ុន្តែត្រូវបានមហាសេនាបតីសង្គ្រាមវាយបង្ក្រាបបានទាំងអស់ទី3គឺព្រះកម្រតេងអញស្រីនរៈបតិន្ទ្រវរ្មៈជាមេតបជាប់ខ្សែព្រះរាជវង្សមកពីតំបន់អ្នកចេះនិងជាមន្ត្រីបម្រើរាជការតាំងពីរាជព្រះបាទសូរ្យវរ្ម័នទី2គ្រិស្តសករាជ1113ដល់1150រហូតដល់រាជព្រះបាទជ័យវរ្ម័នទី7គ្រិស្តសករាជ1181ដល់1218ទី4គឺព្រះកម្រតេងអញមហាសេនាបតីស្រីវរេន្ទ្រវរ្មៈជាអ្នកសញ្ជៈកវីស្វរៈនិងជាមេតបដែលមានតួនាទីនិងឋានៈខ្ពស់បំផុតក្នុងចំណោមមន្ត្រីកងទ័ពនារជ្ជកាលព្រះបាទសូរ្យវរ្ម័នទី2គ្រិស្តសករាជ1113ដល់1150ហើយសូមបញ្ជាក់បងប្អូនថាពាក្យកម្រតេងអញជាឋានន្តរនាមសម្រាប់រាជវង្សានុវង្សអភិជនមហាមន្ត្រីដែលមានន័យថាព្រះបាទពាក្យកម្រតេងអញគឺជាពាក្យខ្មែរបុរាណដោយពាក្យកម្រតេងគឺមានន័យថាម្ចាស់ហើយពាក្យថាអញគឺមានន័យថាខ្ញុំដូច្នេះពាក្យកម្រតេងអញគឺមានន័យថាម្ចាស់របស់ខ្ញុំឬលោកម្ចាស់របស់ខ្ញុំទី5គឺព្រះកម្រតេងអញស្រីសិន្ទ្រកុមារទ្រង់គឺជាព្រះរាជបុត្រារបស់ព្រះបាទជ័យវរ្ម័នទី7គ្រិស្តសករាជ1181ដល់1218ជាមួយព្រះនាងជ័យរាជទេវីព្រះរាជបុត្រអង្គនេះបានដឹកនាំទ័ពចេញច្បាំងជួយព្រះបិតាកាលមិនទាន់សោយរាជ្យក្នុងការទប់ទល់នឹងកងទ័ពចាមនិងបានច្បាំងតទល់នឹងជនក្បត់ភរតរាហូដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវរ្ម័នទី2គ្រិស្តសករាជ1160ដល់1165ហើយក៏បានពលីជីវិតនៅក្នុងសង្គ្រាមជាមួយមេតបដទៃទៀតផងដែរដោយសារព្រះរាជបុត្រាមានស្នាដៃជួយការពីព្រះនគរដូច្នេះទើបព្រះបាទជ័យវរ្ម័នទី7បានត្រាស់បង្គាប់ឲ្យកសាងប្រាសាទបន្ទាយឆ្មារដើម្បីឧទ្ទិសដល់ព្រះរាជបុត្ររបស់ទ្រង់ហើយក៏បានកសាងរូបបដិមាទេពមួយអង្គដែលមាននាមថាព្រះកម្រងតេងជាកេតស្រីសិន្ទ្រទេវៈជាតំណាងឲ្យព្រះស្រីសិន្ទ្រកុមារនៅឋានទេវលោកហើយបានតម្កល់ទុកនៅក្នុងប្រាង្គកណ្ដាលនៃប្រាសាទបន្ទាយឆ្មារនោះឯងទី6គឺព្រះកម្រតេងអញធនញ្ជ័យគេហៅម្យ៉ាងទៀតថាអ្នកសញ្ជៈអរិជនជាមេតបចំណិតរបស់ព្រះបាទសូរ្យវរ្ម័នទី2គ្រិស្តសករាជ1113ដល់1150អ្នកសញ្ជៈអរិជនបានចេញច្បាំងការពីព្រះរាជបល្ល័ង្កព្រះបាទយសោវរ្ម័នទី2ក្នុងគ្រិស្តសករាជ1160ដល់1165ទប់ទល់នឹងពួកក្បត់ដឹកនាំដោយភរតរាហូរហូតដល់ពលីបាត់បង់ជីវិតហើយដោយសារការពលីការពីព្រះនគរនេះហើយទើបព្រះបាទជ័យវរ្ម័នទី7បានប្រទានងារដល់លោកថាអ៊ំតេងនិងបានសាងរូបបដិមាទេពដែលមាននាមថាព្រះកម្រតេងជាកតៈអរិជនទេវៈតម្កល់ទុកនៅក្នុងប្រាង្គអាគ្នេយ៍នៃប្រាសាទបន្ទាយឆ្មារខេត្តបន្ទាយមានជ័យនិងមួយទៀតនៅក្នុងប្រាសាទព្រះខ័នខេត្តសៀមរាបហើយគេក៏បានឃើញមានចម្លាក់របស់ព្រះកម្រតេងធនញ្ជ័យឬអ្នកសញ្ជៈអរិជននេះនៅក្នុងក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី2ត្រង់របៀងខាងត្បូងនៃប្រាសាទអង្គរវត្តហើយនេះបញ្ជាក់ថាលោកក៏ធ្លាប់ជាមេទ័ពដ៏សំខាន់មួយរូបនៅក្នុងរជ្ជកាលរបស់ព្រះបាទសូរ្យវរ្ម័នទី2ផងដែរពាក្យអមតេងជាឋានន្តរនាមរបស់វីរជនយុទ្ធជនសេនាបតីដែលមានភក្តីចំពោះព្រះមហាក្សត្រទី7គឺអ្នកសញ្ជៈស្រីវរធនលោកគឺជាមេទ័ពដ៏សំខាន់មួយរូបតាំងពីរាជព្រះបាទសូរ្យវរ្ម័នទី2គ្រិស្តសករាជ1113ដល់1150គេឃើញមានចម្លាក់រូបលោកនៅលើភ្នំសិវបាតនិងនៅក្នុងក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី2អ្នកសញ្ជៈស្រីវរធនមានបងប្អូនម្នាក់ឈ្មោះថាស្រីទេវៈហើយបានបដិញ្ញាចាត់ចេញច្បាំងការពីព្រះរាជបុត្រស្រីសិន្ទ្រកុមារដើម្បីទប់ទល់នឹងកងទ័ពចាមរហូតដល់ពលីបាត់បង់ជីវិតទាំងពីរអ្នកតែម្ដងដោយសារតែស្នាដៃនេះហើយព្រះបាទជ័យវរ្ម័នទី7បានប្រទានក្រុមងារដល់លោកថាជាអ៊ំតេងនិងបានកសាងបដិមាទេពនាមថាព្រះកម្រតេងជាកតៈស្រីវរធនទេវៈតម្កល់ទុកនៅក្នុងប្រាង្គពីរយប់នៃប្រាសាទបន្ទាយឆ្មារទី
ទី8គឺអ្នកសញ្ជាក់ស្រីទេវៈទ្រង់គឺជាមេតបនិងជាបងប្អូនរបស់មេតបស្រីវរធនដែលបានចេញច្បាំងជួយព្រះរាជបុត្រស្រីសិនទ្រកុមារទប់ទល់នឹងកងទ័ពចាមនៅប្រទេសចម្ប៉ารហូតដល់ពលីបាត់បង់ជីវិតហើយព្រះបាទជ័យវរ្ម័នទី7ក៏បានប្រទានក្រុមងារដល់លោកថាជាអំតេងដោយបងប្អូនរបស់លោកដែរនឹងបានសាងរូបបដិមាទេពមួយដែលមាននាមថាព្រះកម្រតេងជាកតស្រីទេវៈជាតំណាងតម្កល់ទុកនៅក្នុងប្រាង្គនិរតីនៃប្រាសាទបន្ទាយឆ្មារទី9គឺអ្នកសញ្ជាក់ស្រីធរៈទេវបុរៈលោកជាមេតបដែលបម្រើការពារព្រះនគរក្រុងយសោធរៈដោយបានរួមកម្លាំងគ្នាជាមួយអ្នកសញ្ជាក់អរិជនចេញច្បាំងទប់ទល់នឹងពួកក្បត់ភេរតរាហូដែលចង់ដណ្ដើមរាជបល្ល័ង្កពីព្រះបាទយសោវរ្ម័នទី2ហើយក្នុងសង្គ្រាមការពារព្រះនគរនេះអ្នកសញ្ជាក់ស្រីធរៈបានពលីជីវិតជាមួយព្រះរាជបុត្រស្រីសិនទ្រកុមារដោយសារស្នាដៃនឹងការលះបង់ចំពោះជាតិយ៉ាងដូចនេះទើបព្រះបាទជ័យវរ្ម័នទី7បានប្រទានក្រុមងារដល់លោកថាអ៊ំតេងនិងបានកសាងបដិមាទេពនាមថាព្រះកម្រតេងជាកតស្រីធរៈទេវបុរៈជាតំណាងតម្កល់ទុកនៅក្នុងប្រាង្គឦសាននៃប្រាសាទបន្ទាយឆ្មារហើយសូមបញ្ជាក់បងប្អូនថាពាក្យអ្នកសញ្ជាក់គឺជាឋានន្តរនាមសម្រាប់មន្ត្រីកងទ័ពដែលព្រះរាជាទុកបតីជាចំណិតរបស់ព្រះរាជាដោយសារពួកគេគឺមានភក្តីភាពរហូតដល់ហ៊ានលះបង់ពលីជីវិតដើម្បីការពារព្រះរាជាទូយ៉ាងដូចជាអ្នកសញ្ជាក់នាសម័យអង្គរទាំងឡាយនេះជាដើមទី10គឺព្រះកម្រតេងអញស្រីជយៈសង្ហវរ្ម័នជាមេតបជប់ខ្សែស្រឡាយព្រះរាជវង្សនិងមានក្រុមងារជាខ្លាញ់វលៈលវោដែលជាមេតបស្រួចមានជំនាញដឹកនាំទ័ពនៅក្នុងព្រៃមកពីតំបន់លវោទ្វារវតីទី11គឺព្រះកម្រតេងអញស្រីវរេនទ្រៈធិបតីវរ្ម័នជាមេតបគ្រប់គ្រងនៅតំបន់ឆុកថ្កុលក្នុងរាជព្រះបាទសូរ្យវរ្ម័នទី2គ្រិស្តសករាជ1113ដល់1150ទើបគេឃើញមានរូបចម្លាក់លោកនៅក្នុងក្បួនព្យុហយាត្រាកងទ័ពរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលចុះពីភ្នំសិវបាតភ្នំព្រះនេត្រព្រះខេត្តបន្ទាយមានជ័យហើយចុងក្រោយទី12គឺព្រះកម្រតេងអញស្រីរាជេន្ទ្រវរ្ម័នជាមេតបជប់ខ្សែរាជវង្សនិងជាអ្នកសញ្ជាក់ព្រមទាំងធ្វើជាអភិបាលត្រួតត្រានៅនគររាជសីមាកូរ៉ាតអាណាខេត្តភាគខាងលិចស្រុកសៀមសប្តាហ៍ថ្ងៃព្រះកម្រតេងអញស្រីរាជេន្ទ្រវរ្ម័នក៏បានលើកទ័ពចូលទៅវាយដល់ទឹកដីភូមិផងដែរហើយទាំងនេះគឺជាកំពូលមេតបខ្មែរទាំង12រូបដែលមានភាពល្បីល្បាញនិងមានស្នាដៃជាច្រើននៅក្នុងសម័យកាលអង្គរដែលជាហេតុធ្វើឲ្យអាណាចក្រអង្គរមានភាពរុងរឿងរហូតដល់100ឆ្នាំហើយដើម្បីជាកេរមរតកសម្រាប់អ្នកជំនាន់ក្រោយវ៉ាមែនបានរចនានាឡិកាដៃដែលជាដួងព្រលឹងដ៏ល្អឥតខ្ចោះស្របដោយដែកយន្តហោះដ៏តាន់ហាប់ហើយណែនពីមួយជំហានទៅមួយជំហានក្រោមការខិតខំអស់រយៈពេលជាច្រើនឆ្នាំនិងច្រើនដំណាក់កាលទីបំផុតវ៉ាមែនបានសម្រេចនូវសមិទ្ធផលថ្មីស្រឡាងមួយដែលមានការរចនាដ៏ល្អឥតខ្ចោះបូករួមជាមួយការបញ្ចូលនៅអត្តសញ្ញាណខ្មែរដែលមិនអាចកាត់ថ្លៃបាននោះគឺវ៉ាមែនឌីអង្គរថៃធានាមគ្រាន់តែស្ដាប់ឮឈ្មោះគឺពិតជាអស្ចារ្យដោយ model នេះត្រូវបានដាក់បញ្ចូលរូបប្រាសាទអង្គរវត្តដែលជាដួងព្រលឹងជាតិខ្មែរដ៏ល្អឯកគ្មានគូប្រៀបទៅលើផ្ទៃមុខនាឡិការូបអង្គរវត្តដែលធ្វើឡើងពីស្ពាន់ហើយនឹងក្រមេជាមួយពណ៌ចម្រុះដ៏ទាក់ទាញនេះទៀតសោតគឺមានលក្ខណៈផុសលឹបលៀនមានស្រទាប់ដូចទៅនឹង 3D ប្រកបទៅដោយភាពច្នៃប្រឌិតដែលនេះគឺជាចំណុចដ៏ទាក់ទាញបំផុតសម្រាប់ម៉ូដនេះក្រៅពីការរចនាប្រកបដោយគំនិតច្នៃប្រឌិតឌីអង្គរថៃធានាមក៏បានគិតគូរពីគ្រឿងបង្គុំយ៉ាងល្អិតល្អន់ដើម្បីធានាឲ្យការប្រើប្រាស់បានយូរអង្វែងនិងមានគុណតម្លៃតកូនចៅដោយវ៉ាមែនបានជ្រើសរើសយកដែកថៃធានាមដែលបងប្អូនតែងតែហៅងាយៗថាដែកយន្តហោះដែលមានតម្លៃថ្លៃហើយដើរតួយ៉ាងសំខាន់ក្នុងវិស័យយានអវកាសក៏ដូចជាវិស័យផលិតយន្តហោះផងដែរដោយសារតែថៃធានាមស្រាលតែតាន់ហើយធន់នឹងកម្ដៅនិងការសឹករិចរិលនៃការកកិតនៅក្នុងស្ទប់បរិយាកាសតាមក្របម៉ោងនីមួយៗបានបំពាក់ទៅដោយ Swiss Luminous សម្រាប់ Glow in the Dark កញ្ចក់បំពាក់ទៅដោយកញ្ចក់កោង Sapphire Crystal ហើយម៉ូដនេះក៏បានបំពាក់ទៅដោយម៉ាស៊ីនអូតូម៉ាទិកនិងមើលធ្លុះដល់ផ្នែកខាងក្នុងអមជាមួយនឹងរូបប្រាសាទបាយ័នដែលកំពុងញញឹមយ៉ាងទាក់ទាញសម្រាប់ម៉ូដនេះក៏បានបំពាក់ទៅដោយខ្សែ rubber ដែលមានភាពប្រណិតមិនងាយប្រឡាក់និងមិនកាន់ដីនិងមានភាពធន់ជាងខ្សែស៊ីលីខុនធម្មតាហើយម៉ូដនេះក៏បានបំពាក់មកជាមួយនឹងអាវក្រោះការពារទឹករហូតដល់50ម៉ែត្រផងដែរក្រៅពីការគិតគូរយ៉ាងល្អិតល្អន់ពីភាពប្រណិតរបស់នាឡិកាសូម្បីតែប្រអប់ក៏បង្កប់នៅគំនិតច្នៃប្រឌិតផងដែរដោយរាងប្រអប់ទាំងមូលដូចទៅនឹងរាងរបស់នាឡិកាដៃហើយពណ៌របស់ប្រអប់ត្រូវបានយកលំនាំតាមទង់ជាតិខ្មែរដែលមានពណ៌ខៀវក្រហមនិងសអមជាមួយនឹងដៃកាន់យ៉ាងងាយស្រួលផ្នែកខាងក្នុងត្រូវបានបិទដោយស្បែកមើលទៅប្រណិតស្អាតមែនទែនរាល់ការជា model នេះបងប្អូននឹងទទួលបានការធានារហូតដល់3ឆ្នាំពេញតែម្ដងហើយសូមអរគុណជួបជាមួយខ្ញុំជឿនវនីនៅវីដេអូក្រោយទៀត